ក្នុងវីដេអូនេះខ្ញុំនិយាយអំពីថ្ងៃនៃសប្តាហ៍បាទ the day of the week ថ្ងៃនៃសប្តាហ៍អញ្ចឹងតើមួយសប្តាហ៍មានប្រមាណថ្ងៃមានថ្ងៃអីខ្លះហើយជាភាសាអង់គ្លេសគេថាម៉េចដែរ There are 7 days in a week បាទមាន7ថ្ងៃក្នុងមួយសប្តាហ៍បាទអញ្ចឹងតើមានថ្ងៃអីខ្លះ Here Monday คุณអាចមើលវីដេអូខ្ញុំមុនបាទខ្ញុំបានបង្ហាញរួចហើយតាក់ទងទៅនឹង consonant sound និង vowel sound នេះ Okay now repeat after me again បាទឥឡូវតើអាន Here Monday ថ្ងៃច័ន្ទ Okay next Tuesday Here Tuesdayថ្ងៃអង្គារ Okay one more Wednesday Here Wednesday ថ្ងៃពុធ Next បន្តទៀត Thursday Here Thursday ថ្ងៃប្រហ័ស One more Friday ថ្ងៃសុក្រ Next Saturday ថ្ងៃសៅរ៍ Okay the last one Sunday Here Sunday ថ្ងៃអាទិត្យមាន7ថ្ងៃក្នុងមួយសប្តាហ៍មានចាប់ពី Monday រហូតដល់ Sunday There are 7 days in a week អញ្ចឹងមាន7ថ្ងៃក្នុងមួយសប្តាហ៍ Okay now repeat after me again from Monday to Sunday បាទតើឥឡូវអានម្ដងទៀត Monday ថ្ងៃច័ន្ទ Tuesday ថ្ងៃអង្គារ Wednesday ថ្ងៃពុធ Thursday ថ្ងៃប្រហ័ស Friday ថ្ងៃសុក្រ Saturday ថ្ងៃសៅរ៍ The last one Sunday ថ្ងៃអាទិត្យវីដេអូរបស់ខ្ញុំនេះមានតែប៉ុណ្ណឹងសូមរងចាំមេរៀននៅវីដេអូលើក្រោយបន្តទៅទៀតបាទ